Ok បងអញ្ចឹងនៅក្នុងវីដេអូនេះយើងមកមើលពីរបៀបដាក់ license របស់ Microsoft Office 2021អញ្ចឹងដើម្បីដាក់បងបើកកម្មវិធី Microsoft Office របស់យើង Word ក៏បាន Excel ក៏បានតោះអញ្ចឹងនៅក្នុងនេះខ្ញុំបើកកម្មវិធី Microsoft Office Word អូខេបងអញ្ចឹងកន្លែងនេះដោយសារតែមុននឹងមិញ Office របស់យើងទៅតែតឡើងថ្មីអញ្ចឹងនៅពេលដែលយើងបើកវាចេញមកឲ្យយើង accept license term ដូចខាងលើនេះអញ្ចឹងអញ្ចឹងបងចុច accept មួយមកអូខេបន្តមកទៀតកន្លែងនេះបងចុច close តោះអញ្ចឹងជាទូទៅសម្រាប់ការដាក់ license បងនេះបងអាចចុចកន្លែង account នេះក៏បានឬក៏បងចូលទៅបើក version ក៏បានដែរបងអញ្ចឹងខ្ញុំចូលមកកន្លែងនេះហ្មងណានេះបងអាចចុចមក file កន្លែងនេះហើយបងចុចយកពាក្យថា account គឺដូចគ្នាដូចកន្លែង screen មុនដែរបងអាចចុចយក account កន្លែងនេះហ្មងក៏បានដែរអញ្ចឹងនៅពេលដែលបងចុច account ហើយបងមកចុចយកពាក្យថា change production key នេះតោះអញ្ចឹងកន្លែងនេះបងមកបើក key ដែលខ្ញុំផ្ញើជូនបងមកអូខេនេះគឺជា license របស់ Microsoft Office អញ្ចឹងសម្រាប់បងដែលទិញ flash ពីខ្ញុំទៅឬក៏បងដែលទិញ license ពីខ្ញុំទៅជាទូទៅគឺបងបាន key ដូចខាងលើនេះអញ្ចឹងបងគ្រាន់តែ copy key ហ្នឹងយកមកផាសចូលមកកន្លែងនេះមកហើយបងចុចពាក្យថា activate Office អូខេអញ្ចឹងកន្លែងនេះបងអាចចុចបិទកម្មវិធី Office របស់យើងមួយសិនមកនៅពេលដែលបងដាក់ហើយបងចុចបិទមួយសិនពេលដែលបងបិទហើយបងបើកវិញម្ដងទៀតអូខេបងបើកវិញវាចេញផ្ទាំងនេះមកអញ្ចឹងកន្លែងនេះបងចុចយកពាក្យថា next មកអូខេអញ្ចឹងឥឡូវនេះ Microsoft Office របស់យើងគឺបាន activate រួចរាល់ហើយអញ្ចឹងបងអាចចុច close ហើយអាច test មើលបានបាទអញ្ចឹងឥឡូវនេះ Office របស់យើងបានដំណើរការហើយយើងអាចសាកបើក Microsoft Word មួយទៀតក៏បានដែរអូខេអញ្ចឹងឥឡូវនេះ Microsoft Office របស់យើងគឺប្រើការបានហើយបងអាច check មើល status របស់វាបានអញ្ចឹងដើម្បី check status យើងចូលមកកន្លែងមុននឹង8មកនៅក្នុង Word ហើយនិង Excel ដូចគ្នាបងគឺបងចុច file មកហើយបងចុចយកពាក្យថា account កន្លែងនេះគឺវាចេញថា product activated កន្លែងនេះយើងអាច check មើលបានប៉ុណ្ណឹងសម្រាប់ Microsoft Office ដែលអត់ទាន់មាន license វាចេញមកពណ៌លឿងវាដាក់ថាactivation required អីចឹងណាអញ្ចឹងកន្លែងនេះវាចេញមកដាក់ថា Microsoft Office product activated ប៉ុណ្ណឹងគឺបានន័យថាយើង activate រួចហើយអញ្ចឹងសម្រាប់ការ activate Microsoft Office មានប៉ុណ្ណឹង